បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះផងដែរយើងមានរបស់លេងថ្មីបាទសម្រាប់នេះគឺជាសត្វបក្សីប្រមាញ់ដែលបងគាត់ផ្ញើមកឲ្យយើងបង្ហាត់ហើយនឹងជួយមើលថែដោយសារតែគាត់អត់មានពេលវេលាសម្រាប់ក្នុងការឲ្យចំណីហើយនឹងបង្ហាត់ហ្នឹងណាចឹងហើយសត្វបក្សីយើងតែយើងអត់មានពេលវេលាថែវាទេវាអាចនឹងភ្លេចសម្រាប់ការបង្ហាត់បាទអីហ្នឹងគឺយើងត្រូវបង្ហាត់វាជារៀងរាល់ងាយជារៀងរាល់ព្រឹកអីចឹងទៅបងប្អូនបាទហើយនេះគឺជាប្រភេទអកព្រៃចរន្តពណ៌ដែលវាពណ៌ខ្មៅបាទហើយសត្វនេះគឺដូចជាឆ្នាំទី1ទេកូនទើបធំដែរបងប្អូនហើយសម្រាប់ប្រភេទសត្វបក្សីប្រមាញ់គឺយើងអាចបង្ហាត់វាបែបលេងឆ្លងដៃយើងបរោះវាលេង free fly អីហ្នឹងនៅប្រភេទអកព្រៃចរន្តពណ៌ហើយក៏យើងអាចបកបង្ហាត់វាសម្រាប់ប្រមាញ់តាមក្នុងស្រែផងដែរហើយនេះគឺជាប្អូនប្រុសស៊ូបាទគាត់គឺជាអ្នកបង្ហាត់របស់ខ្ញុំហើយសម្រាប់សត្វប្រមាញ់គឺមានច្រើនយើងមានអកព្រៃចរន្តពណ៌យើងមានស្ទាំងហាប់ឆៃកប៉ាល់ខ្លីយើងមានស្ទាំងហាប់ឆែកក៏ដូចជាស្ទាំងលោកស្ទាំងកដោអីយើងមានច្រើនបងប្អូនដែលមានអំណងចង់ចិញ្ចឹមសត្វប្រមាញ់អីអាចតាក់ទងមកចែករំលែកបានបាទយើងនឹងចែកទៅលើបងប្អូនដែលស្រឡាញ់បក្សីពិតប្រាកដហើយនឹងក្នុងតម្លៃដែលសមរម្យដែលយើងនឹងចែកគ្នាលេងអញ្ចឹងបងប្អូនហើយនេះគឺជាបក្សីប្រមាញ់ដែលបងគាត់អត់មានពេលប្រហាត់ទេអត់មានពេលប្រហាត់គឺយើងទទួលសម្រាប់បក្សីប្រមាញ់គឺយើងយកមកមើលថែរក្សាជូនក្នុងកម្រិតដំណាក់កាលមួយអីចឹងទៅបាទហើយនេះគឺជាកូនអកព្រៃចរន្តពណ៌ដែលមានពណ៌ខ្មៅមួយគ្រាប់ហើយនឹងពណ៌ប្រផេះមួយគ្រាប់បាទឥឡូវស៊ីពេញហើយនេះបាទសត្វដែលបងគាត់យកមកផ្ញើមកឲ្យយើងបង្ហាត់បាទមានចំនួនច្រើនដែរគ្រាន់គួរសមដែរនៅជា3-4ក្បាលហើយបងប្អូននេះប្រភេទស្ទាំងកដោអរជាស្នៃបងប្អូននេះស្ទាំងអាឡុកទេបាទគឺយើងចាប់ដើម trend ណាបាទសម្រាប់ស្ទាំងអាឡុកគឺយើងអត់ទទួលបង្ហាត់ទេបងប្អូនគ្រាន់តែយើងមានកូនស្ទាំងអាឡុកច្រើនបងប្អូនអាចដែលចាប់អារម្មណ៍ចង់ចិញ្ចឹមជាមួយនឹងប្រភេទបក្សីប្រមាញ់ដែលមានតម្លៃធូរថ្លៃសមរម្យបងប្អូនអាចចាក់តមកបានក្នុង Telegram ដែលនៅក្នុង description ហ្នឹងណាបងប្អូននេះគឺជាបក្សីប្រមាញ់បែបខ្នាតតូចដែលយើងអាចយកទៅលេងតាមម៉ូតូក៏បានយើងលេងតាមស្រែក៏បានវាជាប្រភេទបក្សីប្រមាញ់បែបអានេះវានិយាយរួមទៅយើងលេងបានសត្វទូចហ្មងដូចជាសាកាហើយដុលអីហ្នឹងហើយខ្លុំមកអាណាចិត្តដាច់វាហ៊ានចាប់ហើយវាមានទំហំតូចអញ្ចឹងប្រភេទសត្វដែលយកទៅលេងជាមួយគឺយើងអាចលេងជាមួយសត្វធំបានទេយើងលេងតែជាមួយកូនចាប់លេងជាមួយដុកដុលក្រាអាចអីហ្នឹងអាចបាទហើយសម្រាប់សត្វយើងគឺមានច្រើនសម្រាប់ស្ទាំងលលោកបាទបងប្អូនអាចតាក់ទងមកបានជាមួយនឹងបើសិនជាបងប្អូនស្រឡាញ់ហ្នឹងហើយបងប្អូនទាំងអស់គ្នាវីដេអូនេះគ្រាន់តែចែកម្លែកជាមួយនឹងការដែលបងប្អូនអត់មានពេលទំនេរអញ្ចឹងបងប្អូនអាចតាក់ទងមកបានសម្រាប់ការមើលថែរក្សាសត្វបងប្អូននិងជួយបង្ហាត់ជារៀងរាល់ថ្ងៃនិងដាក់ចំណីអីអញ្ចឹងទៅបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទវីដេអូនេះមានតែប៉ុណ្ណេះជម្រាបលាលោកសួស្តីបងប្អូនអ្នកស្លាញ់បក្សីប្រមាណទាំងអស់គ្នាហើយនេះមានបងប្រុសម្នាក់ក៏បានផ្ញើសាច់ប្រភេទអកព្រៃចរន្តពណ៌វាជាប្រភេទពណ៌ខ្មៅក៏បានផ្ញើខ្ញុំមកជួយមើលថែក៏ដូចជាហាត់បង្រៀនវាចេះប្រមាញ់ផងដែរខ្សែជើងអត់ទាន់ដូរយកមកបានជាគិតផ្ញើមកនេះគឺព្រោះតែគិតអត់សូវមានពេលវេលាក្នុងការមើលថែវាដដល់គឺមានពេលវេលាមើលថែវាទេគឺមួយក៏បង្ហាត់បង្រៀនវាចេះប្រមាញ់បងប្អូនអាចតំណែងមកខ្ញុំបានឲ្យខ្ញុំជួយមើលថែឬមួយក៏បង្ហាត់បង្រៀនវាឲ្យចេះប្រមាញ់បានសមាជិកថ្មី
mua ấy